បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំចែករំលែកអំពីការបោកប្រាស់តាមរយៈ QR code 3វិធីដែលជនល្មើសគឺទៅបោកផ្ទាល់ស្រស់ពីអ្នកលក់តែម្ដងបាទវិធីទី1ហ្នឹងគឺវាប្រើប្រាស់ការបោកប្រាស់ដោយប្រាប់អ្នកលក់ថាវាបានបាញ់លុយហើយបាទករណីនេះវាកាត់ឡើងចេះបាទឧទាហរណ៍ថាវាទៅទិញប៊ីយ៉ាឬក៏ទិញរបស់របរប្រើប្រាស់ផ្សេងទៅក្រួយអីគឺថាអ្នកលក់គាត់នឹងយក QR code មកឲ្យជនល្មើសហ្នឹងវាបាញ់លុយវាហ្វេលុយវា scan ណាបាទក៏ប៉ុន្តែស្របពេលដែលយករបស់មកឲ្យវាហ្នឹងគឺថារបស់ខ្លះគឺបាននៅលើម៉ូតូជនល្មើសស្រាប់អត់ហើយអញ្ចឹងបើសិនជារបស់នៅលើម៉ូតូរបស់ជនល្មើសហ្នឹងគឺថាតាមមួយ plate វាទៅប្រូចយើងអត់បានត្រៀមអីទេគឺទៅបាត់អញ្ចឹងនៅពេលដែលវាធ្វើជា scan អីចឹងទៅវាថានេះទៅហើយបាទបាញ់លុយទៅហើយយើងមានទាន់បានទៅមើលឲ្យទាន់ពេលវេលាណាជួនកាលកំពុងតែទីទូរស័ព្ទមកមើលហ្នឹងគឺវាទៅវឹងហ្មងធ្វើជាបាញ់ចុះបាញ់ឡើងទៅអ្នកលក់មិនទាន់បានឃើញលុយផងវាទៅបាត់ប្រុយយើងមានដេញតាមវាទាន់ណាយើងអត់បានត្រៀមបាទករណីទី2នេះគឺវា scan វា screenshot ណា screenshot មានថានៅពេលដែលយើងវេលុយឬក៏យើង scan បាញ់លុយនៅកន្លែងផ្សេងអញ្ចឹងវា edit អីចឹងទៅវាធ្វើជាសញ្ញាគ្រីសហ្នឹងហើយឧទាហរណ៍ថារបស់ហ្នឹងតម្លៃ 50000 អញ្ចឹងគេដាក់លេខ 50000 អញ្ចឹងទៅនៅពេលដែលវាទៅទិញបោកប្រាស់កន្លែងផ្សេងហ្នឹងវាបង្ហាញហ្នឹងវាបង្ហាញអ្នកលក់ថានេះខ្ញុំបាន scan ហើយបាទខ្ញុំ scan រួចហើយឃើញទេនេះគ្រីសហើយអញ្ចឹងខ្ញុំទៅហើយទៅប្រូចទៀតជួនកាលអ្នកលក់ហ្នឹងថាគាត់មិនបានត្រៀមណាយើងមិនបានគិតថាពួកជនល្មើសហ្នឹងវាមានបំណងបោកប្រាស់អញ្ចឹងណាវាគ្រាន់តែបង្ហាញអញ្ចឹងវាទៅបានប្រូចអញ្ចឹងយើងតាមវាអត់ទាន់ទេបាទគឺតាមអត់ទាន់ទេការពិតហ្នឹង screenshot វាមកពីកន្លែងផ្សេងឬក៏វា edit អាហ្នឹងគេករណីទី2បាទអាករណីទី3នេះកាន់តែពិសេសទៀតអាករណីទី3នេះវាប្រើមិនវាប្រើលក្ខណៈបោកប្រាស់បែបបានលុយបន្ថែមបាទបានលុយបន្ថែមយ៉ាងម៉េចបាទគឺដោយសារអីដោយសារតែនៅពេលដែលវាទៅទិញរបស់របរវាមិនត្រឹមតែបានរបស់ទេវាបានលុយទៀតបាទឧទាហរណ៍ថាទិញរបស់ហ្នឹងអស់ 50000 ណាបាទទិញរបស់ហ្នឹងអស់ 50000 អញ្ចឹងគម្រោងការរបស់វានឹងបោករបស់ហ្នឹង 50000 ហើយវានឹងយកលុយបាន 50000 ថែមទៀតលើហ្នឹងបាទគឺវាប្រាប់ថាណែខ្ញុំអត់មានលុយក្រៅទេហើយចង់សុំឲ្យចែនេះជួយបាញ់លុយ 50000 ផងអញ្ចឹងវាទិញរបស់របរ 50000 វាបានរបស់ហ្នឹងហើយវាឲ្យអ្នកលក់ហ្នឹងគឺឲ្យលុយវា 50000 ក្រៅទៀតដើម្បីវាបាញ់ឲ្យ 100,000 តែពេលមែនតើហ្នឹងវាមានបាញ់អីអាចោហ្នឹងវាបង្ហាញ QR code វាត្រៀមទុកស្រាប់ដូចជាសញ្ញាគ្រីសអីផ្សេង 100,000 អញ្ចឹងវាគ្រាន់តែបង្ហាញវាទៅបាត់ហើយលុយអត់ទាន់លោតទេពេលខ្លះអ្នកលក់គាត់ដឹងដែរគាត់ដឹងថាគាត់ចាំមើលថាតើពេលណាលោតប៉ុន្តែគ្រាន់តែ scan មិនទាន់បានត្រៀមអីមែនទេផងអានឹងទៅវឹងប្រូចបាត់ហើយយើងមានតាមទាន់ហ่าពេលខ្លះវាមើលដែរវាមើលស្ថានភាពអាចោហ្នឹងបើសិនជាអត់ឃើញមានប្រុសអត់ឃើញមានប្រុសជិះម៉ូតូអីក្បែរហ្នឹងគឺថាវាអត់ធ្វើអីទេប៉ុន្តែវាទៅទិញវាធ្វើជាលេះលោះអញ្ចឹងទៅនៅពេលដែលស្ងាត់មើលតែអត់មានអ្នកណាអាចតាមវាទាន់ទេវានឹងធ្វើសកម្មភាពវាទៅវឹងហ្មងហើយយើងដេញតាមវាទៅតាមអត់ទាន់ករណីនេះយើងថាបន្ទោសសមត្ថកិច្ចអត់ជួយនេះក៏មិនត្រូវដែរបាទដោយសារតែករណីឆោបបោកបែបនេះវាមានតែបងប្អូនអ្នកម្ចាស់ជនរងគ្រោះទេម្ចាស់អ្នកលក់ឬក៏ជនរងគ្រោះទេដែលត្រូវដាក់ពាក្យបណ្ដឹងឬក៏ជូនដំណឹងទៅសមត្ថកិច្ចថានៅថ្ងៃនេះគឺមានករណីឆោបបោកហើយជនល្មើសជនសង្ស័យហ្នឹងមានភិនភាគយ៉ាងម៉េចបាទជិះម៉ូតូយ៉ាងម៉េចបាទអ្វីដែលកាន់តែល្អមួយទៀតហ្នឹងគឺថានៅពេលដែលជនល្មើសវាមកទិញហ្នឹងគឺថាបើយើងជាមិនមែនជាអ្នកដែលធ្លាប់ស្គាល់មិនមែនជាអ្នកភូមិជាមួយគ្នានៅពេលដែលវាមកហ្នឹងយើងថតផ្លាកលេខវាផងបាទផ្លាកលេខម៉ូតូវាថតហៅថាភិនភាគរបស់វាថតម៉ូតូដើម្បីឲ្យយើងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចងាយស្រួលរកបាទសមត្ថកិច្ចអាចរកបានលឿននៅពេលដែលគាត់បានដឹងពីផ្លាកលេខឬក៏ភិនភាគអីផ្សេងបាទចឹងករណីនេះគឺថាបើយើងមិនបានជូនដំណឹងទៅសមត្ថកិច្ចទេសមត្ថកិច្ចក៏គាត់អត់ដឹងដែរបាទព្រោះនេះជាករណីហៅថាឆោបបោកស្ងាត់បាទស្ងាត់អញ្ចឹងសមត្ថកិច្ចគាត់ក៏មិនដឹងដែរបើករណីនេះថាបន្ទុះសារាយគ្នាវាតបថាវាប្រងព្រាតដឹងឮជាសាធារណៈអាហ្នឹងសមត្ថកិច្ចគាត់ធ្វើការបានបាទគាត់ធ្វើការបានក៏ប៉ុន្តែករណីបោកប្រាស់នេះគឺថាបើយើងអ្នកជនរងគ្រោះអត់បានប្រាប់ដល់សមត្ថកិច្ចទេគឺថាសមត្ថកិច្ចក៏អត់ដឹងដែរយើងអត់អាចបន្ទោសគាត់បានទេកន្លែងហ្នឹងអញ្ចឹងបើសិនជាមានករណីបែបនេះកើតឡើងយើងគួរតែហៅថាជូនដំណឹងឬក៏ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចបាទឲ្យគាត់ធ្វើការទៅគាត់ធ្វើបាការបានឬមិនបានហ្នឹងទៅតាមយើងគិតតទៅទៀតប៉ុន្តែបើយើងមិនបានជូនដំណឹងទេគឺថាជនឆោបបោកហ្នឹងវានឹងមកម្ដងហើយម្ដងទៀតវាមិនមកកន្លែងយើងទេជួនកាលវាទៅកន្លែងផ្សេងទៀតវាដើរយើងថាពីកន្លែងមួយទៅកន្លែងមួយពេលខ្លះវាថា
វាអត់ចង់ឲ្យយើងចាំមុខវាបានទេវាបាត់មួយរយៈ2 3ខែអញ្ចឹងទៅថ្ងៃក្រោយវាមកទៀតវារស់ស៊ីកន្លែងណាបានណាប៉ុន្តែជាធម្មតានៅពេលដែលយើងមានបទពិសោធន៍ម្ដងអីហ្នឹងគឺថាយើងតែងតែប្រយ័ត្នហើយប៉ុន្តែវាអាចផ្លាត់ដែរណាអាចផ្លាត់ដែរបាទអញ្ចឹងមានតែការជួយដំណឹងទៅសមត្ថកិច្ចទេដែលគាត់អាចស្រាវជ្រាវរោគមុខសញ្ញាឃើញបាទ